សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញជូនអ្នកនរគ្នាអំពីរបៀបនៃការបដូរ start green background បាទបដូរ start green background តែយើងដូរមិនបាទទាក់ទងទៅនឹងការដូរ start green background នេះគឺជាការដូរ start green background បាទវាមាន style បែបនេះគឺ low មកដូច្នេះខ្ញុំសូមបង្ហាញអំពីរបៀបនៃការដូរ start green background តើគេដូររបៀបម៉េចអញ្ចឹងអ្នកនរគ្នាចុចបាទចុចមកខាងចុចប៊ូតុង start ហើយនឹងបូនអក្សរ C ចុចប៊ូតុង start ហើយអក្សរ C បាទចុចអញ្ចឹងវាចេញឲ្យបែបនេះអញ្ចឹងអ្នកនរគ្នាคลิกទៅលើពាក្យ setting បាទคลิกទៅលើពាក្យ setting បន្ទាប់មកអ្នកនរគ្នាមកពាក្យថា personalize បាទអូខេវាចេញឲ្យបែបនេះនេះដែលយើងគឺជាផ្ទាំងstart background បាទផ្ទាំង start background ជាមួយយើងឧទាហរណ៍រូបភាពទី1នេះចឹងឃើញវាចេញពណ៌អញ្ចឹងនេះគឺជាការបដូរ start green background បាទគឺវាចេញអញ្ចឹងនេះគឺយើងអាចដូរមួយទៀតក៏បានដែរនេះដូរចេញអញ្ចឹងបាទវាចេញអញ្ចឹងនេះបាទអូខេយើងចង់បានstart green background មួយណាយើងអាចคลิกទៅលើ start green background មួយនោះបាទនេះគឺវាចេញបែបនេះបាទអ្នកនេះអាចធ្វើបាទអញ្ចឹងខ្ញុំចង់តាំងនឹងនេះចង់ឥឡូវខ្ញុំចង់ដូរពណ៌វាអ្នកនរគ្នាអាចដូរពណ៌វាបានយើងคลิกទៅលើរូបភាពរួចហើយយើងអាចដូរពណ៌នេះពណ៌ផ្កាឈូកឥឡូវខ្ញុំចង់ដូរពណ៌ខៀវចុះបាទពេលនេះវាមានពណ៌ខៀវចេញមកបាទអញ្ចឹងនេះគឺជាការដូរ start green background ឃើញវាមានភាពស្អាតនេះឥឡូវយើងអាចដូរបានអ្នកនរគ្នាអាចដូរបានពីវិធីនេះបាទនេះក៏បានដូរពណ៌មួយណាដែលយើងចង់ដូរបាទដូរអញ្ចឹងក៏បានដែរបាទឃើញវាចេញខ្លាំងអញ្ចឹងនេះចុចយើងចង់ដូរពណ៌ខ្មៅក៏បានដែរបាទពណ៌ខ្មៅមកវាចេញបែបនេះបាទនេះគឺជាវិធីនៃការដូរ start green background គឺរបៀបនេះអ្នកអាចធ្វើសាកល្បងមើលចុះបាទសូមអរគុណសម្រាប់ការតាមដាននៅវីដេអូខ្លីបាទសូមជួយ Subscribe ដើម្បីបានទទួលវីដេអូថ្មីទាក់ទងទៅនឹងគន្លឹះល្អៗស្ដីអំពី Computer បាទសូមអរគុណ